Hello សួស្តីបងប្អូនស្វាគមន៍មកកាន់ Channel អំវីអប្រុសមានៅថ្ងៃនេះគឺយើងមកបន្តពេលទី208នៅរឿងពិភពថាអពលវិតមិនបន្តសាច់រឿងចាប់ផ្ដើមនៅទី2ក៏បានធ្វើដំណើរមកដល់ទីកន្លែងនេះដែលជាទីកន្លែងស្នាក់នៅរបស់ស្ដេចភ្លើងហូលឹងក៏បានស្រែកហៅបេដារបស់នាងព្រះបេដាខ្ញុំក៏បានវិលត្រឡប់មកវិញហើយប៉ុន្តែគ្មាននរណាម្នាក់ឆ្លើយតបទេហើយខ្យល់ក៏បានបក់បោមកពីឆ្វេងពីស្ដាំស្វែងបានដឹងផងដែរថាមានគ្រោះថ្នាក់ដូច្នេះក៏មានសម្លេងក្បាលលត់ចូលមកដែលនោះគឺជាព្រះថ្មទូចទាំងឯងវាពិតជាសប្បាយចិត្តមែនទែនមកចន់កន្ទ្រលសៀហៅថាសៀហៅនៅទីបំផុតលោកក៏បានចេញពីទឹកដីអមតៈបុរាណកាវិញហើយសារនៅវិញបានស្រែកថាព្រះថ្មទូចគឺពិតជាធ្ងន់ខ្លាំងណាស់មិនដឹងថាមួយថ្ងៃស៊ីសាច់អស់ប្រមាណគីឡូទេហើយនៅពេលនេះឡើងថត់ខូចរៀងអស់ព្រះជួយទូចវាក៏បានប្រែក្លាយជារូបរាងកាយតូចវិញនិយាយថាថត់រាងកាយរបស់ខ្ញុំដែល slim ហើយឡើងស្អាតហ្មងអញ្ចឹងឯងហូលឹងនៃបាននិយាយសួរព្រះបិតារបស់នាងគឺស្ថិតនៅទីណាព្រះថ្មទូចវាបាននិយាយប្រាប់បិតារបស់នាងក៏បានចាក់ចេញទៅត្រាចរហើយស្វែងចូលតទៅជាមួយនឹងវិជាវិខិតឋានសួគ៌នៅផែនដីដើម្បីបង្កាន់កម្លាំងរបស់គាត់ហើយខ្លួនវាក៏មិនដឹងថាពេលណាទេគឺគាត់ត្រឡប់មកវិញឡើយអញ្ចឹងហូលឹងនៃបាននិយាយប្រាប់សះហើយបានដឹងទាំងតមុខសពីសពនថាព្រះបិតារបស់នាងបន្ទាប់ពីឡើងមកដល់អាណាចក្រខាងលើមកគាត់ក៏ចូលចិត្តទៅណាមកណាតែម្នាក់ឯងទេដើម្បីព្យាយាមវិខិតកម្លាំងរបស់គាត់គឺកាន់តែខ្លាំងវាគឺជារឿងធម្មតាហើយស្វែងបាននិយាយបកស្រាយហើយស្វែងបាននិយាយបកស្រាយដើម្បីកុំឲ្យហូលឹងនាងគឺមិនសប្បាយចិត្តចឹងណាថាខ្លួនគេក៏បានស្វែងចូលតទៅជាមួយនឹងអារម្មណ៍ចិត្តរបស់គាត់ដែរតែគាត់ប្រកាសជាមានការខ្វាយខ្វល់និងព្រួយបារម្ភទៅកាន់អូនខ្លាំងណាស់អញ្ចឹងមិនបាច់គិតខុសលើគាត់ទេហើយប្រជាជនទូចនាងបាននិយាយតទៅជាមួយនឹងហូលឹងនាងពិតជាបារម្ភទៅកាន់សៀហៅខ្លាំងណាស់ទោះបីជាបានដឹងថានៅទីកន្លែងព្រៃដាំឈើពណ៌ស្វាយក៏មានគ្រោះថ្នាក់យ៉ាងណាក៏ដោយនាងខ្លាចថាសៀហៅត្រឡប់មកវិញរកនាងមិនឃើញអញ្ចឹងនាងគឺតែងតែចេះនៅទីនោះតែម្នាក់ឯងសៀហៅនៅវិញគឺមិនបានថាអ្វីទេបានត្រឹមតែនិយាយថាហើយនៅពេលនេះគួរឲ្យស្ដាយដែលមិនបានជួបជាមួយនឹងព្រះបិតារបស់ហូលឹងដែលខ្ញុំមកនៅពេលនេះគឺដើម្បីនិយាយពីភាសាតាក់ទងជាមួយនឹងការដណ្ដឹងកូនក្រមុំយ៉ាងមើលទៅគឺរងចាំមួយថ្ងៃពីរថ្ងៃទៀតហើយហូលឹងនៅវិញនាងពិតជាអៀនមែនតើព្រះកញ្ចុនទូចវាបាននិយាយឲ្យចេញទៅវឹកហាត់សាក្រោយឲ្យវាចេញទៅជាមួយផងវាគឺមិនចង់នៅទីនេះតាមណែឯងទេអត់សោកខ្លាំងណាស់តែស្អាតនិយាយថានៅក្នុងពិភពគុណគឺសមុទ្រដោយគ្រោះថ្នាក់នៅទីនេះគឺសុវត្ថិភាពបំផុតចំពោះព្រះកញ្ចុនទូចវាគឺមិនខ្វល់ទេមិនថាមានគ្រោះថ្នាក់យ៉ាងណាក៏ដោយវាក៏ត្រូវតែទៅតបានស្អាតក៏ដូចជាហូលឹងបានត្រឹមតែកវីក្បាលមិនចាំទីកញ្ចុនទូចវាក៏បាននិយាយរ៉ៃរ៉ាប់តាក់ទងជាមួយនឹងបញ្ហាដែលបានកើតឡើងនាពេលថ្មីនេះហើយគឺស្ថិតនៅទីកន្លែងអាសនៈបុរាណក៏មានកម្លាំងថាពុតដ៏ខ្លាំងក៏បានផ្ទុះឡើងលើបើកលំមេឃហើយក៏បានឃើញថាក៏មានទូកបុរាណមួយផងដែរនៅលើទូកបុរាណក៏មានរទេះសេះមួយផងដែរដែលហៅថារទេះសេះ5ពណ៌ដូច្នេះមនុស្សដែលស្ថិតនៅក្នុងរទេះសេះបាននិយាយប្រកាសប្រាប់ខ្លាំងៗទៅកាន់អ្នកក្លានក៏ដូចជា Never Cut ដែលស្ថិតនៅអាណាចក្រទ្វីបទាំង3ពណ៌នេះគឺគ្រាន់តែជាមនុស្សគ្មានសមត្ថភាពសម្រាប់តែប៉ុណ្ណោះរួមទៅគឺគ្មានអ្វីអស្ចារ្យទេអញ្ចឹងអ្នកក្លាហានទាំងអស់គ្នាពួកគេគឺមិនបានពេញចិត្តឡើយហើយក៏បានហោះសម្បាខ្លួនចុះទៅប៉ុន្តែក៏ត្រូវបានចេញខ្លាំងម្នាក់នៅក្នុងរទេះសេះ5ពណ៌ប្រាប់ប្រាស់កម្លាំងបង្កើតជាផ្កាឈូកបំផ្ទុះផាំងសម្រាប់អ្នកទាំងអស់គ្នាបាត់បង់ជីវិតទាំងអស់ព្រះកញ្ចុនទូចវាបាននិយាយឲ្យអ្នកក្លាហានដែលស្ថិតនៅទ្វីបទាំង3ពណ៌នៃអាណាចក្រខាងលើនេះគឺមានមនុស្សតិចណាស់គឺពិបាកនៅក្នុងការយកឈ្នះពួកគេដែលពួកគេទាំងអស់គ្នាគឺជាមនុស្សដែលមកពីភពខាងក្រៅស្អាតដែលបានលើចឹងនិយាយថាមនុស្សដែលមកពីភពក្រៅពួកគេពិតជាក្អេងកាំងណាស់អញ្ចឹងនៅពេលនេះក៏ដល់ពេលវេលាដែលពួកយើងគួរណាតែទៅជួបពួកគេហើយដូច្នេះនៅតែបីពួកគេក៏បានធ្វើដំណើរឆ្លងកាត់តាមជួបភ្នំនេះដែលនេះពុពេញទៅដោយកម្លាំងថាពលសម្ពាធក៏ធ្វើឲ្យព្រះថ្មទូចពិបាកនៅក្នុងការផ្លាស់ទីទៅមុខណាដែលវានិយាយថាខ្ញុំគឺគ្មានកម្លាំងដើរទៅមុខបន្តទៀតទេគេប្រៀបបានដូចជាមានអ្វីដែលសង្កត់នៅលើខ្លួនរបស់ខ្ញុំអញ្ចឹងហូលឹងនេះបានជាប្រាប់តើទៅជាមួយនឹងតំបន់ជួបភ្នំហ្នឹងក៏មានច្បាប់មួយខាមខាត់មានកម្លាំងថាពលសម្ពាធចង់សង្កត់លើវាគ្មានអ្វីដែលចម្លែកទេដែលព្រះកញ្ចុនទូចវាគ្មានកម្លាំងគ្រប់គ្រាន់នៅក្នុងការធ្វើដំណើរឆ្ពោះទៅមុខអ្នកវឹកហាត់ធម្មតាក៏ដូចគ្នាផងដែរចំពោះខ្លួននាងគឺមានកម្លាំងស្ថិតនៅក្នុងអាណាចក្រព្រះដូច្នេះកម្លាំងថាពលសម្ពាធនៅទីនេះក៏មិនអាចធ្វើអ្វីនឹងបានទេហើយបើយើងសង្កត់ទៅតំបន់ជួបភ្នំនៅទីកន្លែងនេះគឺជាទីកន្លែងតំបន់បុរាណដែលបានបោះបង់ចោលកាលពីយូរលង់ណាស់មកហើយដែលវាគ្មានច្បាប់នៅខាងខាត់ក៏ដូចជាកម្លាំងថាពលសម្ពាធនៅទីនេះនឹងឯងដើម្បីការពារតំបន់ជួបភ្នំនេះឲ្យមានសុវត្ថិភាពនៅគ្មានជំរឿអ្វីស្អាតក៏បានចាប់អៀវព្រះកញ្ចុនទូចយ៉ាងធ្វើដំណើរដើរទៅមុខទៅរហូតមកដល់ទីកន្លែងនេះដែលជាទីកន្លែងទីក្រុងនៃនគរភ្លើងនឹងឯងនៅទី3ពួកគេបានដើរចូលក្នុងទៀមតែមួយនៅក្នុងទៀមតែហ្នឹងគឺសម្បូរទៅដោយអ្នកក្លាហានគ្រប់ទីមកជុំគ្នានិយាយតទៅជាមួយនឹងមនុស្សដែលមកពីភពខាងក្រៅដែលពួកគេគឺកំពុងតែរៀបចំការប្រកួតក្បាច់គុនតែសាល់បងដើម្បីយកតែមានទេពកោសល្យធ្វើជាកូនសិស្សរបស់ពួកគេនឹងឯងហើយអាបេស្នែងគោម្នាក់នេះគេគិតថានេះគឺជាឱកាសរបស់ខ្ញុំហើយដែលខ្លួនគេនឹងផ្លាស់ប្ដូរខ្លួនឯងទៅជាអ្នកខ្លាំងហើយនឹងបង្ហាញសមត្ថភាពឲ្យពួកគេបានឃើញម្ដងប៉ុន្តែនៅទី2គិតថាស្បាំងលើឯងគឺវាមិនអាចទៅរួចទេដោយសារតែលៀនធានគេគឺជាមនុស្សម្នាក់ដែលមកពីភពខាងក្រៅនឹងឯងសមត្ថភាពរបស់គេពិតជាខ្លាំងណាស់តែចំណាក្តីមនុស្សម្នាក់ទៀតបាននិយាយតទៅជាមួយនឹងនាងឈွန်ក៏ដូចជាហួងរួមទៅពួកគេគឺជាមនុស្សដែលមានទេពកោសល្យដ៏អស្ចារ្យហើយក៏បានពួកគេទៅពីពិតជាមិនចាញ់អពៈលៀនធានស្អីគេនោះទេតែបានលឺចឹងមនុស្សម្នាក់ទៀតគេក៏បាននិយាយតទៅជាមួយនឹងហួងលោកបងហួងតែពលលោកក៏បានលឺព័ត៌មានថ្មីនេះទេនៅពេលដែលខ្ញុំបានដឹងហួងតែម្នាក់ឯងគឺធ្វើដំណើរទៅកាន់ទីក្រុងឋានសួគ៌ហើយនឹងបានសម្លាប់ចាស់ទុំនៅក្នុងនគរឋានសួគ៌ស្រាប់អស់ទាំង3នាក់រឿងទាំងនេះវាពិតជាអស្ចារ្យដូច្នេះព្រះស្នែងគោក៏បាន
បានជាការសេសាម្នាក់នេះហៅថាទេវសោសៃជឺដែលទេវសោតែចេញពីទឹកដីអមតៈបុរាណកាលប្រកបណាស់នឹងបានស្គាល់ហួងហើយពីសមត្ថភាពរបស់គេខ្លាំងដូចគេនិយាយតគ្នានឹងដែរទេទេវសោសៃជឺគឺមិនបានបដិសេធអ្វីទេគឺពិតប្រាកដហើយហួងសមត្ថភាពរបស់គាត់ពិតជាខ្លាំងហើយបើតាទៅជាមួយនឹងការបញ្ចុះរបស់ហួងឯហ្នឹងនេះបានត្រឹមតែមើលការបញ្ចុះរបស់គេពីចម្ងាយតែប៉ុណ្ណោះមិនដឹងថាហួងម្នាក់ហ្នឹងគឺមានមុខមាត់យ៉ាងម៉េចទេហើយពេលម្នាក់នេះគេបានតែយកដើមតៈដែលលូខ្លែងខ្លាយមកគេក៏មានឈ្មោះថាស៊ូស៊ីបាដោយខ្លួនខ្ញុំនិងបងហួងគឺត្រូវបានស្គាល់គ្នាហើយគួរស្ដាយផងដែរដែលពួកយើងខាន់បើជួបគ្នាយូរណាស់មកហើយហូលងរបានលឺចឹងនិយាយថានោះគឺជាម្ចាស់របស់បងហេតុអ្វីបានជាមិនហៅគេមកអង្គុយផឹកតែជាមួយគ្នាទៅស្វាយក៏បានអន់ខ្សាប់ខ្ញុំនិងម្នាក់ហ្នឹងគឺមិនត្រូវបានជួបគ្នាទេគឺចេះតែនិយាយប្រែប្រាស់តែប៉ុណ្ណោះដូច្នេះព្រាមដូចតែសេ5ពណ៌ក៏បានបោកដងមុំមេធ្វើដំណើរមកដល់ទីកន្លែងហ្នឹងផងដែរនៅទាំងអស់គ្នាប្រជាជាប៉ាក៏ដូចជាខឹងខ្លាំងណាស់ដោយសារតែនៅតែបានជាតែសេគឺគ្មានសុជីវធម៌បើតែសេមិនចេះមើលក្បាលណាគេទេចំណែកឯជាងខ្លាំងទាំងអស់ដែលស្ទើរក្នុងទៀមតែក៏បានចេញមកមើលហើយមនុស្សនៅក្នុងតែសេក៏បាននិយាយភាសាអ្វីមួយយ៉ាងវាគឺជាភាសាបុរាណនៅទាំងអស់គ្នាគឺមិនដឹងថាភាសាអ្វីទេប៉ុន្តែពេលស្នេហ៍គោបានដឹងថានេះគឺជាភាសាបុរាណអមតៈយល់ទៅគឺបាននិយាយឆ្លើយឆ្លងទៅកាន់មនុស្សម្នាក់នោះហើយមនុស្សម្នាក់ហ្នឹងក៏បាននិយាយភាសាមនុស្សធម្មតាវិញដែលបាននិយាយតាក់ទងជាមួយនឹងអ្នកវឹកខាត់ដែលស្ថិតនៅក្នុងទ្វីបទាំង3000នៃអ្នកឆាខាងលើនេះវាគ្រាន់តែជាអ្នកវឹកខាត់សម្រាមជាហេតុដែលមកស្គាល់តាក់ទងជាមួយនឹងភាសាបុរាណទាំងអស់នេះអាពេលស្នេហ៍គោក៏បាននិយាយអានគ្រប់តាក់ទងជាមួយនឹងការប្រកួតប្រជែងនៅក្នុងបកមនុស្សដែលមកពីភពខាងក្រៅហ្នឹងក៏មានលក្ខខណ្ឌអ្វីខ្លះអញ្ចឹងមនុស្សនៅក្នុងប្រទេសបាននិយាយប្រាប់លក្ខខណ្ឌគឺធម្មតាទេគ្រាន់តែវាយគ្នាជាមួយនឹងខ្ញុំឲ្យឈ្នះសិនទៅនឹងអាចចូលនៅក្នុងបកបានហើយតែវាសសើយបាននិយាយថាលោកបងលីនទេណាលក្ខខណ្ឌហ្នឹងគឺវាធន់ធ្ងរពេកហើយតែមានលក្ខខណ្ឌអ្វីផ្សេងទៀតទេនៅក្នុងការប្រកួតប្រជែងដើម្បីចូលនៅក្នុងបករបស់ពលលោកដូច្នេះមនុស្សដែលស្ទើរក្នុងប្រទេសលោតចេញមកនិយាយខ្លាំងទៅកាន់ទេវសសើយថាណាគេប្រាប់ថាខ្ញុំក៏មានឈ្មោះថាតកូលីនធានហើយបើយើងសកាត់ទៅអាពេលមែនហ្នឹងគេគឺជាមនុស្សដែលមកពីតកូស្វាសួរដែលជាអ្នកអមរាទី2របស់លោកម្ចាស់ខ្ញុំហើយអ្នកទាំងអស់គ្នាដែលបានលើចឹងគឺថាអូគឺគ្រាន់តែជាអមរាទេហេតុអ្វីបានជាក្អេងក្អាងអ្វីម្ល៉េះហើយថាអ្វីបានជាមនុស្សមកពីភពក្រៅគឺមើលស្រាយសមត្ថភាពរបស់ពួកយើងអញ្ចឹងបញ្ជូនអ្នកអមរាមកវាយគ្នាជាមួយនឹងពួកយើងទាំងអស់នេះវាគឺជារឿងអាម៉ាពេកហើយហ្នឹងហើយបងប្អូនអេដមីនក៏សូមអធិស្ឋានផងដែរច្រឡំហៅព្រះចូលទួយថាជាកជ្រុនទួយអេដមីនទៅស្ដាប់ voice សម័យហៅថាកជ្រុនទួយអីណាចំពោះភេទទី2ឬ8នេះក៏ថាយូរទេខេបងប្អូនដោយសារតែអេដមីនទៅតែមកពីការបងប្អូននៅខេត្តរតនគិរីផ្ដាសាយឲ្យស្រួលខ្លួនលេបថ្នាំទៅក៏ងុយដេកអញ្ចឹងអារម្មណ៍អត់សូវល្អសម្រាប់រឿងនិយាយខុសអញ្ចឹងគឺមានតែឲ្យបងប្អូនរងចាំយូរតិចហើយកុំនិយាយរ៉ៃរាប់ច្រើនពេកយើងមកចូលសាច់រឿងរបស់យើងបន្តវិញអាពេលស្វាសួរបាននិយាយហើយថាលោកម្ចាស់លីនធានរបស់ខ្ញុំគឺមិនគួរណាមកបញ្ចុះជាមួយនឹងពួកឯងទាំងអស់គ្នាទេគឺមិនសាកសមឡើយអញ្ចឹងហើយអាពេលស្នែងគោគឺប្រជាខឹងតែជាត្រែស្នែងគោព្រមទៅកាន់អាពេលស្វាសួរគេក៏បានងឹបឆោផ្ដាប់ប្រាស់កម្លាំងបន្តិចទេមកទៅរងគុណជាស្រីមើលវ៉ាទៅប្រចាំងក៏ទៅធ្វើឲ្យអាពេលស្នែងគោឡើងប៉ាំងទៅក្រោយអញ្ចឹងគេក៏បានផ្ដាប់ប្រាស់កម្លាំងព្រមត្រែទៅម្ដងទៀតក៏ប៉ុន្តែនៅតែមិនអាចធ្វើអ្វីអាពេលស្វាសួរបានដែរគេក៏បានស្បាខ្លួនចឹងលឿនចុះទៅវាយអាពេលស្នែងគោមួយដែលម៉ាំងបេនឹងបាត់បង់ជីវិតទៅហើយអញ្ចឹងសួរស្បាគេក៏បាននិយាយថានេះគឺគ្រាន់តែជាការទេសសាររបស់វិជាគុណទេហេតុអ្វីបញ្ជាលោកមានចេតនាថាចង់សម្លាប់ជីវិតមនុស្សចឹងខ្ញុំសួរស៊ីបាគឺមិនដែលស៊ីមឡើយស្អាតរបស់យើងបន្ទាប់ពីបានលើឈ្មោះថាសួរស៊ីបាបានដឹងថាអូនេះគឺជាម្ចាស់របស់ខ្ញុំមែនហើយអញ្ចឹងគេបានប្រាប់ប្រាស់ដើមតាដែលលោកខ្លែងខ្លាញ់លោកចូលទៅកាប់ប៉ុន្តែគឺនៅតែមិនអាចធ្វើអ្វីពេលស្វាសួរបានដែរក៏ត្រូវបានវាយឡើងប៉ាំងទៅក្រោយអញ្ចឹងសួរស៊ីបាបាននិយាយបដងទៀនថាលបងហួងក៏បានប្រាប់ប្រាស់ដើមតាដែលលោកបាននិយាយពីស្បែកមួយឃ្លាកំពុងបែរទៅលើកម្លាំងរបស់ខ្លួនធ្វើបាបអ្នកទាំងខ្សោយឬទាំងអស់នេះវាគឺមិនគប់បីទេទោះបីជាកម្លាំងរបស់ខ្ញុំខ្សោយមែនខ្ញុំគឺមិនអោយនរណាគេម្នាក់មកប្រមាថមើងងាយខ្ញុំបានទេចូលទៅវាយបដាលនិយាយបដាលហើយពេលស្វាសួរបាននិយាយថាហួងមិនណានោះគឺជានរណាគេហេតុអ្វីបើជាគេមិនចេញមកឬមកក៏ខ្លាចងាប់ទៅបិទនឹងវាយសួរស៊ីបាមួយដៃទៅហើយស្អាតរបស់យើងគឺមិននៅស្គីមទេប្រប្រាស់កម្លាំងមកជួយក៏ដូចជាប្រប្រាស់កម្លាំងនិយាយផងដែរលបងសួរស៊ីបាទាំងអស់ហ្នឹងគឺមិនមែនកម្លាំងរបស់លបងត្រង់សោយទេប៉ុន្តែក៏ដោយសារតែដៅរបស់លបងគឺប្រាមិនកើតអញ្ចឹងឯស្អាតរបស់យើងក៏បានឲ្យដើមតាដើលូឲ្យសួរស៊ីបាខ្ចីប្រប្រាស់សួរស៊ីបាដែលបានឃើញដើមតាដើលូក៏ពិតជាច្បាស់ហើយនេះគឺជាដើមតាដើលូដែលជាដើមនិយាយតគ្នានៅក្នុងព្រៃនិទានតាមើលទៅរបងហួងគឺពិតជានៅទីនេះមែនហើយស្អាតរបស់យើងបាននិយាយបន្តទៀតរបងសួរស៊ីបាបាច់ខ្លាចទេយល់ទៅប្រប្រាស់ដើមមួយនេះទៅអញ្ចឹងសួរស៊ីបាគេបានចាប់ទិញจากដើមតាដើលូលួសស្បាខ្លួនចូលទៅចំណែកឯស្អាតក៏បានប្រប្រាស់កម្លាំងទៅកាន់ដើមតាដើលូបន្ថែមទៀតយល់ទៅក៏ធ្វើឲ្យស្និតដៅរបស់សួរស៊ីបាគឺពិតជាខ្លាំងវាយឲ្យពេលស្វាសួរឡើងររបួសចាន់ធ្ងន់ធ្ងរស្វាសួរគឺពិតជាខឹងមែនតើដែលបានបញ្ចេញកម្លាំងដ៏ខ្លាំងនិយាយស្រែកថាហួងឆាប់ចេញមកហាត់វិញបញ្ជាសុចិត្តធ្វើជាដើកលាក់ខ្លួននៅក្នុងស្នូអញ្ចឹងមិនអីទេបើសិនបើឯងមិនបង្ហាញខ្លួនមកខ្ញុំនឹងសម្លាប់អមណានេះហើយក៏បានលួចស្បាខ្លួនប្រស្នាកណ្ដាប់ដៃលោតចូលទៅវាយស្វាយក៏បានបះពេញតែចេញទៅទស្សកាត់បំទូផាំងគាត់ធ្វើដៃឲ្យពេល
ស្វាស៊ូរងរបួសច្រើនធ្ងន់ធ្ងរអញ្ចឹងនៅតែបីពួកគេក៏បានបង្ហាញខ្លួនមកស៊ូស៊ីបាក៏បានអន់គ្រប់ក៏ដូចជាអរគុណទៅកាន់សៀវហៅថាលោកបងហងដែលបានជួយសង្គ្រោះជីវិតខ្ញុំហើយស្វាបាននិយាយឲ្យថាពួកយើងក៏ធ្លាប់បានស្គាល់គ្នាខ្ញុំគឺមិនឲ្យលោកបងមានគ្រោះថ្នាក់អ្វីទេនឹងបានជើក្តារមកតាក់ដាលូយទៅទុកវិញទៅស្វាបានជាទៅកាន់ពេលស្វាស៊ូអាសាស្វាហៅលោកម្ចាស់របស់ឯងឲ្យបង្ហាញខ្លួនមកប៉ុន្តែពេលស្វាស៊ូគឺមិនខ្វល់ទេថាឯងគឺគ្មានសមត្ថភាពអ្វីឲ្យលោកម្ចាស់របស់ខ្ញុំបង្ហាញខ្លួនដោយផ្ទាល់ទេប្រប្រាស់ស្នេហ៍កណ្ដាប់ដៃវាយទៅកាន់សៀវហៅស្វាក៏បានប្រប្រាស់ស្នេហ៍កណ្ដាប់ដៃព្រះចេញទៅទប់ស្កាត់បំបីកណ្ដាប់ដៃរបស់ពេលស្វាស៊ូឡើងប៉ាំងទៅក្រោយពេលស្វាស៊ូដែលមិនអាចធ្វើអ្វីសៀវហៅបានអញ្ចឹងគេនឹងទៅហៅលោកម្ចាស់របស់គេមកលោតឡើងទៅសេះប៉ុន្តែសៀវហៅនិយាយថាគឺវាយឺតពេលហើយដែលបានប្រប្រាស់ស្នេហ៍បាត់ដៃព្រះចូលទៅសង្កត់ទៅសេះ5000ក៏ធ្វើឲ្យពេលស្វាស៊ូឡើងប៉ាំងចេញមកក្រៅវិញក៏ដូចជាប្រប្រាស់ចំណងទៅវិភាពចាប់ចងខ្លួនគេជាប់ពេលស្វាស៊ូនិយាយថាឯងគេហ៊ានធ្វើបែបនេះតាមលើខ្ញុំតាមខ្លាចលោកម្ចាស់របស់ខ្ញុំខឹងទេអីតែសាគឺនៅតែមិនខ្វល់នឹងឲ្យពេលស្វាស៊ូនាំពួកគេទៅរកលោកម្ចាស់របស់វាតែម្ដងទៅនៅទាំងអស់គ្នាពិតជាសប្បាយចិត្តថាហួងក៏បានបង្ហាញខ្លួនប្រឈមមុខជាមួយនឹងពួកគេហើយវាគឺជារឿងល្អហើយទាំងអស់នេះគឺដើម្បីជំរះកំហឹងរបស់ពួកយើងទាំងអស់គ្នាផងដែរដូច្នេះពេលស្វាស៊ូក៏បាននាំអ្នកទាំងអស់គ្នាទៅរកលោកម្ចាស់របស់គេតែម្ដងទៅក៏ដូចជានិយាយប្រាប់ផងដែរលោកម្ចាស់របស់ខ្ញុំគឺកំពុងតែត្រៀមខ្លួនប្រយុទ្ធជាមួយនឹងនាងឈွန်ហើយចឹងកាត់មើលទីកន្លែងអ្នកទាំងអស់គ្នានៅលើតុបុរាណនៅវិញមានសេសាម្នាក់ដែលកំពុងតែឈរលើក្បាលតុដែលជានាងរបស់ពួកគេទាំងអស់គ្នានឹងឯងនាងក៏មានឈ្មោះថាប្រចាំវូឡូហើយកម្រិតនៃការវឹកហាត់គឺស្ថិតនៅក្នុងអាណាចក្រព្រះក៏ជាកូនសិស្សនៅក្នុងប៉ាធិនសិនផងដែរហើយចំណែកឯពេលម្នាក់នេះគឺជាលិនធីនម្ចាស់របស់ពេលស្វាស៊ូនឹងឯងចំណែកឯសេសាម្នាក់ទៀតគឺមិនទាន់ដឹងថានាងក៏មានឈ្មោះអ្វីទេហើយអ្នកទាំងអស់គ្នាពួកគេក៏បានមកដល់ពេលស្វាស៊ូបានស្រែកហៅទៅកាន់លោកម្ចាស់របស់គេលោកម្ចាស់ជួយខ្ញុំផងតែនាងប្រច័នក៏បាននិយាយទៅកាន់លិនធីននេះគឺជាកូនចៅរបស់លោកហើយរឿងទាំងអស់នេះគឺពិតជាគួយខ្មាស់គេណាស់ដែលត្រូវបានគេចាប់ចងខ្សែជាប់នៅមួយកន្លែងចឹងពេលលិនធីនគេបានបង្ហាញខ្លួនចេញទៅនឹងនិយាយខ្លាំងៗណាស់គេប្រហែលម៉ែហ៊ានធ្វើបាបកូនចៅរបស់ខ្ញុំផងហើយប្រកាសជាមានចេតនាថាចង់ប្លន់ទៅសេះ5000របស់ខ្ញុំហើយមិនអីទេគ្រាន់តែកាត់ដៃខ្លួនឯងមកខាងទៅខ្ញុំនឹងទុកជីវិតឲ្យសាររបស់យើងនិយាយថាបដិប្រាស់លិនធានគឺពិតជាខឹងមែនទែនប្រជាជនដែលស្ថិតនៅទ្វីបទាំង3000គឺពិតជាក្អេងក្អាងវាគឺជារឿងធម្មតាទេហើយឯងគឺឯងវាយកូនចៅរបស់ខ្ញុំឲ្យរងរបួសបែបនេះប្រកាសជាវឹកខាត់វិជាអមតៈអ្វីផ្សេងៗមួយចំនួនហើយតែមិនអីទេបើតើទៅជាមួយនឹងវិជាអមតៈខ្ញុំក៏បានវឹកខាត់វាដែរតែនរណាគេគឺខ្លាំងជាងនរណាគេកាន់តែពិសេសទៀតខ្ញុំគឺស្ថិតនៅក្នុងអាណាចក្រព្រះពិនហើយឯងនៅវិញគឺមិនតាន់ឈានទៅដល់អាណាចក្រព្រះពិនទេវាងាយស្រួលចំពោះខ្ញុំនៅក្នុងការកម្ចាត់ឯងតែប្រប្រាស់ស្នេះមិនเป็นផ្កាជុកចូលទៅវាយសះហើយស្វាក់ក្បាលប្រាប់តែកម្លាំងមកទម្រង់វាយឲ្យពេលលិនធីនឡើងប៉ាំងទៅក្រៅវិញក៏ធ្វើលិនធីនគឺពិតជាភ្ជាប់អើហើយស្វាក់បានជាបាប់លូដងលោកក៏ស្ថិតនៅក្នុងអាណាចក្រព្រះពិនគឺដូចជាវិជាអមតៈទាំងអស់នឹងគឺវាមិនគ្រប់គ្រាន់នៅក្នុងការធ្វើអ្វីខ្ញុំបានឡើយហើយម្ចាស់ទឹកក៏បានគិតក្នុងចិត្តកម្លាំងនៃការប្រយុទ្ធរបស់លិនធីនដែលបានប្រើប្រាស់អំបញ្ញគឺពឹងផ្អែកទៅលើផ្កាជុកមួយនោះហើយជាហេតុដែលលិនធីនគឺអាចទប់ស្កាត់ជាមួយនឹងស្នេហ៍ដាប់ដៃដែលស្វាក់បានវាយទៅអំបញ្ញនឹងបានលិនធីននៅវិញគឺពិតជាខឹងនិយាយថាមនុស្សដែលស្ថិតនៅក្នុងទ្វីប3000គឺជាអ្នកហ្វឹកហាត់ដែលត្រូវបានគេបោះបង់ចោលតែប៉ុណ្ណោះគ្មានសមត្ថភាពអ្វីមកនិយាយពីស្បែកបែបនេះជាមួយនឹងខ្ញុំទេអញ្ចឹងគេបានប្រើប្រាស់ស្នេហ៍លំពេញចុះទៅវាយជាមួយនឹងសះហើយដោយផ្ទាល់ស្វាក់ក៏បានធាក់ផងតតផងនឹងបានបញ្ចេញភ្លើងអមតៈទាំង3ក៏ដូចជាប្រើប្រាស់ស្នេហ៍កណ្ដាប់ដៃព្រះក៏ធ្វើឲ្យអាពេលលិនធីនគឺពិតជាភ្ជាប់នេះគឺជាភ្លើងអមតៈទាំង3តាប្រើប្រាស់ស្នេហ៍កណ្ដាប់ដៃវាយចូលទៅក៏ធ្វើឲ្យពេលលិនធីនឡើងប៉ាំងទៅក្រោយមនុស្សទាំងអស់គ្នាពួកគេពិតជាសប្បាយចិត្តនិយាយស្លេកខ្លាំងៗរបស់ហងវាយបានល្អមែនថាពួកគេទាំងអស់គ្នានឹងគឺពិតជាក្អេងក្អាងនេះគឺជាមេរៀនផ្ដោតទៅកាន់ពួកគេទាំងអស់គ្នាវិញហើយមើលទៅទ្វីបទាំង3000នៃអាណាចក្រខាងលើរបស់យើងគឺពឹងផ្អែកទៅលើលបងហងហើយចំណែកឯនៅនាងប្រច័នបាននិយាយថាទ្វីបទាំង3000ដែលជាទីកន្លែងឯកោឬមួយក៏ទីកន្លែងបោះបង់ចោលមិននឹកស្មានថាក៏មាននីក្រិចមួយក្បាលលាក់ខ្លួននៅទីនេះទេចំពោះស្វាយរបស់យើងបាននិយាយថាមិនបានបញ្ចូលវាយឬមួយក៏សុំចោះចាញ់ហើយដូច្នេះក៏បានបញ្ចេញកម្លាំងត្រៀមនឹងប្រយុទ្ធគ្នាចំណែកឯអាពេលលីធានក៏ដូចគ្នាផងដែររំពេចនោះមានណាគឺសត្វតែមានសត្វស៊ីលីមួយក្បាលធ្លាក់មកពីលើមេឃដែលនោះគឺជានាងឈុនរបស់យើងនឹងឯងនិយាយថាមនុស្សដែលមកពីភពក្រៅថាពេលវេលាកំណត់នៅក្នុងការប្រកួតក្បាច់គុណគឺមិនទាន់ដល់ពេលវេលាទេហេតុវិញបានជាចេញមកប្រកួតក្បាច់គុណជាមួយនឹងអ្នកផ្សេងចឹងហើយចឹងឯងសាច់រឿងរបស់យើងនៅភាគទី208ក៏ត្រូវបានកាត់ស្លេកតែប៉ុណ្្នឹងដែរអញ្ចឹងឯងគឺយើងនឹងជួបគ្នាជាមួយនឹងភាគថ្មីជាបន្តទៀតអរគុណច្រើន